ជួយដីទៀតហើយបងប្អូននៅថ្ងៃទី9ខែមីនាឆ្នាំ2026នេះដែលមានកម្លាំងរំជួយ3.5 Richter ជម្រៅប្រហែល1គីឡូម៉ែត្រវ៉ាវកម្ពុជាឯងនេះហើយពេញលេងហើយបាទហើយគេថៃបាននិយាយថាការរំជួយនេះមកពីចលនានៃប្រព័ន្ធតិចតនិចមានការប្រេះសាំបាទហើយដែលធ្វើឲ្យមានការរំជួយដីដែលមាននៅតំបន់ទិសឦសានក៏ដូចជាទិសនិរដីបាទហើយនៅចន្លោះថ្ងៃទី8ដល់9មីនាឆ្នាំ2026នេះមានការរំជួយដីមានការរំជួយដីចំនួនទៅដល់12ដងបាទតាមការប៉ាន់ស្មានណាចាប់ពី1.7 ដល់ 3.5 Richter បាទអូនៅស្រុកថៃបាទហើយចំណុចដែលកើតហេតុហ្នឹងគឺនៅភូមិខៅផាងស្រុកបានតាខុនខេត្តសុរាษฎร์ធានីបាទប្រជាពលរដ្ឋនៅតំបន់នោះមានអារម្មណ៍ថារៀងញ័រជើងដោយលក្ខណៈឈឺក្បាលធីងធងវិលមុខអីចឹងណាបងប្អូនតែពិតវាជាបាតុភូតនៃការរំជួយដីទេបងប្អូនហើយត្រូវបានអាជ្ញាធរថៃហ្នឹងរាយការណ៍ថាកំពុងតែតាមដានមើលអំពីស្ថានភាពនៅហ្នឹងហើយมันមានការខូចខាតអីធ្ងន់ធ្ងរនៅឡើយទេបងប្អូនហេតុអីក៏មិនមែន9 Richter ណោះ